ជាបឋមខ្ញុំកណាមានទុកងខាត់ពោធិ៍សាត់សូមថ្វាយបង្គំចំពោះប្រធារានុធរៈគ្រប់ព្រះអង្គនិងជំរាបសួរស្ដីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគ្រប់គ្រងនៅវិស័យកីឡាប្រណាំងទូកជាទីមេត្រីផងដែរថ្ងៃនេះខ្ញុំកណាសូមបង្ហាញជូននៅវីដេអូដែលខ្ញុំកណាធ្លាប់បានផុសកាលពីម្សិលមិញចែកជូនពុកម៉ែបងប្អូនយើងទស្សនាដោយតែពុកម៉ែបងប្អូនយើងកំពុងតែទស្សនានៅក្នុងវីដេអូនេះអញ្ចឹងគឺលោកពូក៏ដូចជាប្រសង់ក៏ដូចជាបងនិងបងប្អូនដែលជាអ្នកគ្រប់គ្រងក៏ដូចជាគណៈកម្មការរបស់ទូកងដែលមានព្រាមថាកន្តងខៀវមានរដ្ឋពុកម៉ែបងប្អូនយើងដែលជាសិស្សច្បងរបស់ទូកងដែលមានព្រាមថាខៀវតៃស្អាតរណាត់ក្រហមដោយតែខ្ញុំកណាបានប្រាប់ពុកម៉ែបងប្អូនយើងម្ដងហើយគឺថ្ងៃនេះគឺមានការរៀបចំសែនមួយចំនួនទៅតាមពិធីទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងអញ្ចឹងណាពុកម៉ែបងប្អូនយើងដែលកន្តងខៀវមានរដ្ឋនេះគឺជាសិស្សច្បងរបស់ទូកងដែលមានព្រាមថាខៀវតៃស្អាតរណាត់ក្រហមដែលស្ថិតនៅរាជធានីភ្នំពេញយើងនេះទេពុកម៉ែបងប្អូនយើងក៏ប៉ុន្តែទូកនេះគឺបើនិយាយមែនតើទៅស្ថិតនៅក្នុងវត្តព្រះបាទជាន់ឯកឬមួយក៏ពុកម៉ែបងប្អូនយើងស្គាល់ថាវត្តជើងឯកនឹងឯងអញ្ចឹងកន្តងខៀវមានរដ្ឋនេះគឺជាសិស្សច្បងហើយសភាពគឺដូចតែពុកម៉ែបងប្អូនយើងបានឃើញអញ្ចឹងហើយថ្ងៃនេះគឺមានការរៀបចំពិធីហើយមុននឹងគេរៀបចំពិធីក៏មានការរៀបចំដូចជាដោះលាងសម្អាតជូតបាញ់ទឹកសម្អាតអីផងដែរពុកម៉ែបងប្អូនយើងហើយនេះគឺជាសភាពចាក់ស្ដែងបន្ទាប់ពីយើងដោះលាងសម្អាតអស់រយៈពេលជាយូរផងដែរហើយនឹងមានការរៀបចំគ្រឿងនំវាយថ្វាយផងដែរពុកម៉ែបងប្អូនយើងប៉ុន្តែខ្ញុំកណាចង់ឲ្យពុកម៉ែបងប្អូនយើងមកទស្សនាអំពីសកម្មភាពបន្ទាប់ពីពេលដែលយើងលាងហើយនិងពេលដែលយើងមុននឹងពេលលាងអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងទុកចោលយើងខានគឺមានសភាពប្រឡាក់ដីច្រើនដែរថ្មីត្បិតតែនៅក្នុងវត្តជើងឯកនេះសូម្បីតែសិស្សប្អូនរបស់កន្តងខៀវមានរដ្ឋនេះសូម្បីតែស្រីតៃនោះក៏មានការទុកដាក់បានល្អដែរអញ្ចឹងខ្ញុំកណាអត់មានអីច្រើនទេគ្រាន់តែចង់បង្ហាញជូនពុកម៉ែបងប្អូនយើងអំពីមរតកទូកងខ្មែរយើងអញ្ចឹងណាអញ្ចឹងគិតឃើញថានៅក្នុងវត្តជើងឯកនេះគឺមានការរក្សាក៏ដូចជាថែរក្សានៅទំនៀមទម្លាប់ប្រពៃណីខ្មែរយើងបានយ៉ាងល្អខ្ជាប់ខ្ជួនហើយនៅក្នុងវីដេអូនេះក៏សូមអរគុណទៅកាន់បងប្រុសកំឡោះរូបសង្ហាបងប្រុសអេដមីនផលណាផងដែរដែលបានផ្ញើវីដេអូឲ្យខ្ញុំកណាហើយខ្ញុំកណាអត់មានអីច្រើនទេសូមថ្វាយបង្គំលាចំពោះប្រធារានុធរៈគ្រប់ព្រះអង្គទាំងអស់ផងដែរ